ក្រសួងការបរទេសកម្ពុជាប្រកាសតតចោលការចាប់ប្រកាន់ថាទាហានខ្មែររំលោភបំពានទៅលើអធិបតេយ្យភាពរបស់ថៃភ្នំពេញក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានប្រកាសតតចោលនៅការចោទប្រកាន់ផ្ទុយពីការពិតថាកងទ័ពព្រំដែនកម្ពុជាបានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃការច្រានចោលនេះបន្ទាប់ពីជនជាតិថៃមួយក្រុមបានធ្វើបាតកម្មនៅមុខស្ថានទូតកម្ពុជានៅក្នុងទីក្រុងបាងកកប្រទេសថៃនៅថ្ងៃសុក្រទី6ខែមិថុនាឆ្នាំ2025អាយដាមជុនសុនរីអ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងយ៉ាងដូចនេះថាឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតពាក់ព័ន្ធនឹងករណីបាតកម្មនៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជានៅទីក្រុងបាងកកព្រឹកថ្ងៃទី6ខែមិថុនាឆ្នាំ2025នេះខ្ញុំសូមប្រកាសតតចោលនៅការចោទប្រកាន់ផ្ទុយពីការពិតដែលថាកងទ័ពព្រំដែនកម្ពុជាបានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃលោកបានលើកឡើងបន្តទៀតថាហេតុការណ៍ពិតប្រាកដគឺនៅព្រឹកព្រលឹមថ្ងៃទី28ខែឧសភាឆ្នាំ2025វេលាម៉ោង 5:30 នាទីព្រឹកមានករណីផ្ទុះអាវុធមួយបានកើតឡើងនៅពេលនោះដែលកងកម្លាំងយោធាថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាត្រង់ចំណុចទីតាំងដែលបានបាញ់ប្រហារមកលើទីតាំងកម្ពុជានោះនៅក្នុងភូមិតេជោមរកតឃុំមរកតស្រុកចំខ្សានខេត្តព្រះវិហារដែលជាតំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធារបស់កម្ពុជាជាយូរលង់ណាស់មកហើយការផ្ទុះអាវុធនេះបានបណ្ដាលឲ្យទាហានខ្មែរម្នាក់បានបាត់បង់អាយុជីវិតលោកបានលើកឡើងបន្តទៀតថាការវាយប្រហារនេះបានបំពានមកលើអធិបតេយ្យភាពរបស់កម្ពុជានិង MOU ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរនៅក្នុងខែមិថុនាឆ្នាំ2000ដែលមានគោលដៅថែរក្សាសន្តិភាពនិងស្ថិរភាពតាមបណ្ដោយព្រំដែនរបស់ប្រទេសទាំងពីរជាពិសេសតំបន់មានទំនាស់ជាមួយគ្នានោះផងដែរឯកឧត្តមបានអះអាងថាកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនៅគោលការណ៍អធិបតេយ្យភាពរបស់ប្រទេសជិតខាងនិងការបដិញ្ញាចិត្តនៅក្នុងការប្រែក្លាយព្រំដែនរួមទៅជាតំបន់សន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍហើយកម្ពុជាក៏តាំងចិត្តយ៉ាងមោះមុតដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិនិងដោយសន្តិវិធី